មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិអន្តរជាតិយ៉ាងច្រើនកកចូលរួមទស្សនាកម្សាន្តសប្បាយក្នុងមហោស្រពសិល្បៈទីក្រុងស្អាតដែលរៀបចំនៅក្រុងបាត់ដំបងលោកហមអរុនអនុប្រធានមន្ទីរនិងជាអ្នកនាំពាក្យនៃមន្ទីរទេសចរខេត្តបាត់ដំបងបានឲ្យដឹងថាមហោស្រពសិល្បៈទីក្រុងស្អាតដែលរៀបចំនិងសម្ដែងដោយហ្វាពន្លឺសិល្បៈគឺពិតជាបានជំរុញនិងមានភាពតាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកចូលរួមរីករាយទស្សនាកម្សាន្តសប្បាយនៅខេត្តបាត់ដំបងនៅក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំនេះក្នុងចំណោមទស្សនីយភាពនានាអ្វីដែលលេចធ្លោនិងទាញក្រសែភ្នែកមហាជនខ្លាំងនោះគឺការសម្ដែងរបស់ក្រុមហ្វាពន្លឺសិល្បៈអង្គការហ្វាពន្លឺសិល្បៈពិតជាបានតាក់ទាញការចាប់អារម្មណ៍ពីអ្នកដើរកម្សាន្តបានយ៉ាងច្រើនខណៈដែលក្រុងបាត់ដំបងរៀបចំមហោស្រពសិល្បៈទីក្រុងស្អាតលើកទី4របស់ខ្លួនដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី3ដល់ថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025ការរៀបចំដោយមានការសម្ដែងទេពកោសល្យសិល្បៈពីហ្វាពន្លឺសិល្បៈបានដំណើរការក្រោមប្រធានបទវប្បធម៌ចម្រុះពណ៌ដើម្បីអបអរសាទរភាពសម្បូរបែបនៃសិល្បៈនិងពង្រឹងអត្តសញ្ញាណខេត្តបាត់ដំបងជាមជ្ឈមណ្ឌលវប្បធម៌ដ៏រស់រវើកមហោស្រពសិល្បៈទីក្រុងស្អាតបានបង្ហាញទម្រង់សិល្បៈជាច្រើនរួមមាន Hip Hop គំនូរលើជញ្ជាំងការដង្ហែក្បួនតុក្កតាយក្សនិងការប្រគំតន្ត្រីជាដើម។